ភិបាលខេត្តប៉ៃលិនចុះពិនិត្យមើលការបង្កប់បង្កើនផលដំណាំបន្លែសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញដោយធានាបាននូវតម្លៃទីផ្សារនិងគុណភាពប្រកបដោយទំនុកចិត្តថ្ងៃទី16ខែសីហាឆ្នាំ2026លោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញដឹកនាំមន្ត្រីជំនាញនិងក្រុមការងារចុះពិនិត្យមើលដោយផ្ទាល់ការបង្កប់បង្កើនផលដំណាំបន្លែក្នុងខេត្តប៉ៃលិនព្រមទាំងលើកទឹកចិត្តដល់ប្រជាកសិករធ្វើការផលិតឲ្យបានច្រើនដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញដែលធានាបាននូវតម្លៃសមរម្យនិងគុណភាពតាមបែបធម្មជាតិប្រកបដោយទំនុកចិត្តមិនប៉ះពាល់ដល់សុខភាពលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថាបច្ចុប្បន្នរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបានជំរុញក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទធ្វើការបណ្ដុះបណ្ដាលដល់សហគមន៍ឬបណ្ដុំកសិករដោយផ្ដល់អ្នកជំនាញទៅបណ្ដុះបណ្ដាលដល់មូលដ្ឋានផ្ទាល់តែម្ដងគឺធ្វើយ៉ាងណាឲ្យការដាំដុះរបស់បងប្អូនប្រជាកសិករទទួលបានទិន្នផលច្រើនចំណាយលើការផលិតតិចនិងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ជាពិសេសផលិតកសិផលទាំងបរិមាណនិងគុណភាពទៅតាមតម្រូវការទីផ្សារក្នុងស្រុកនិងនាំចេញលោកជំទាវបណ្ឌិតបានស្រីមុំបានមានប្រសាសន៍បន្តថានៅខេត្តប៉ៃលិនក្រសួងពាណិជ្ជកម្មតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចហៅកាត់ថាអែមក៏បានរៀបចំជាបណ្ដុំផលិតផលក្នុងស្រុកតាមបែបធម្មជាតិដើម្បីជំរុញឲ្យបងប្អូនប្រជាកសិករយើងបង្កើនការចិញ្ចឹមនិងការដាំដុះបន្ថែមទៀតក្នុងការផ្គត់ផ្គង់ឲ្យបានទាន់ពេលវេលានិងតាមតម្រូវការទីផ្សារក្នុងតម្លៃមួយសមរម្យជៀសវាងការផលិតដែលគ្មានគុណភាពនិងមិនមានទីផ្សារហើយជាក់ស្ដែងបច្ចុប្បន្ននេះខេត្តប៉ៃលិនមានក្រុមហ៊ុនជាច្រើនកំពុងទទួលទិញបន្លែផ្លែឈើនិងកសិផលផ្សេងៗទៀតដើម្បីធ្វើការវេចខ្ចប់និងសម្ងួតសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេសដូចជាប្រទេសចិនប្រទេសវៀតណាមសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកជាដើមនៅក្នុងឱកាសនោះផងដែរដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករដាំដុះបន្លែលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលខេត្តប៉ៃលិនក៏បានជួយទិញបន្លែរបស់បងប្អូនកសិករព្រមទាំងជំរុញឲ្យពួកគាត់បង្កើនការដាំដុះបន្លែសរីរាង្គឲ្យបានច្រើនដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារនិងផ្គត់ផ្គង់តម្រូវការទីផ្សារហើយក្នុងករណីបន្លែគ្មានទីផ្សារសូមទំនាក់ទំនងមកកាន់ក្រុមការងារលោកជំទាវនឹងជួយរកទីផ្សារជូនបងប្អូន។